សេចក្តីស្រឡាញ់ពិតគឺជាសេចក្តីស្រឡាញ់ដែលមិនមានភាពប្រែប្រួលថ្ងៃហ្នឹងប្រពន្ធស្អាតល្អស្បែកអាលោក៏នៅតែ100%ថ្ងៃក្រោយប្រពន្ធឥឡូវនេះសម្ោចវាលើធ្លាក់ក៏នៅតែស្រឡាញ់ប៉ុណ្ណឹងដល់ថ្ងៃក្រោយក្រងវាក៏ជាប់សម្ោចវាក៏ជាប់ក៏នៅតែ100%ហ្នឹងមានន័យថាវាអត់ប្រែប្រួលទេអាសេចក្តីស្រឡាញ់នោះគឺវាមានជានិច្ចនៅក្នុងសន្តាននៃចិត្តរបស់យើងគឺសេចក្តីស្រឡាញ់នោះគឺវាកើតឡើងគ្រប់ពេលហើយសេចក្តីស្រឡាញ់គឺផុសចេញអំពីសេចក្តីអាណិតមិនមែនគ្រាន់តែស្រឡាញ់អាស្រឡាញ់គ្រាន់តែស្រឡាញ់អានឹងផ្សេងអាស្រឡាញ់គ្រាន់តែស្រឡាញ់ព្រោះឃើញរូបគេល្អស្រឡាញ់ព្រោះឃើញគេមានស្រឡាញ់ព្រោះឃើញបងប្អូនគេវាមានស្រឡាញ់ព្រោះឃើញយកស័ក្តិស្រឡាញ់ព្រោះឃើញចំណេះគេស្រឡាញ់ព្រោះឃើញលុយគេអានឹងគេហៅថាស្រឡាញ់គ្រាន់តែស្រឡាញ់ដោយអាស្រឡាញ់ដែលកើតចេញពីសេចក្តីអាណិតនិងមេត្តាគ្នាអានឹងបានគេហៅសេចក្តីស្រឡាញ់ពិតសេចក្តីស្រឡាញ់ដែលមិនមានភាពប្រែប្រួលបានគេហៅសេចក្តីស្រឡាញ់ពិតនឹងអាស្មោះត្រង់អីមិញអានឹងយើងក្តោបរួមអត្តន័យចូលទៅក្នុងហ្នឹងវាទលំទលាយប៉ុន្តែយើងក្តោបយកអត្តន័យសំខាន់គឺសេចក្តីស្រឡាញ់ពិតមិនគឺជាសេចក្តីស្រឡាញ់ដែលអត់មានភាពប្រែប្រួលសេចក្តីស្រឡាញ់ដែលកើតចេញពីសេចក្តីអាណិតហើយសេចក្តីស្រឡាញ់ពិតមានន័យថាវ័យកាន់តែចាស់រូបកាន់តែចាស់សេចក្តីស្រឡាញ់កាន់តែទ្វេឡើងហើយនឹងការបារម្ភនិងនឹករលឹករកគ្នាកាន់តែទ្វេឡើងអាហ្នឹងហើយជាសេចក្តីស្រឡាញ់ពិតឥឡូវតាចាំមើលសារអារម្មណ៍ខ្លួនឯងមើលប្រពន្ធអញចាស់ហើយតើអញបារម្ភប្រពន្ធអញខ្លាំងលើដើមនិងនឹកប្រពន្ធអញខ្លាំងលើដើមស្រឡាញ់ប្រពន្ធខ្លាំងលើដើមអាហ្នឹងហើយស្នេហាពិតនោះប៉ុន្តែបើកាលពី8 10កាលពី20ហូបបាយអង្គុយសម្លឹងមុខប្រពន្ធឲ្យតែសើថាប្រពន្ធអញស្អាតតាប៉ុន្តែឥឡូវនេះហូបបាយលើបាយដាក់មាត់ប្រឈរជង្គង់មើលតែប្រៃជេអាហ្នឹងមិនមែនជាសេចក្តីស្រឡាញ់ពិតទេណាញោមប្រុសប្រឈរជង្គង់មើលតែប្រៃជេទេអាហ្នឹងមិនមែនសេចក្តីស្រឡាញ់ពិតទេដូចថ្មនិយាយមិញថាវ័យកាន់តែចាស់សេចក្តីបារម្ភនិងនឹករលឹកអាផ្លូវស្នេហារបៀបមនុស្សប្រុសនិងស្រីលែងសូវមានទេប៉ុន្តែអាសេចក្តីបារម្ភនិងការនឹករលឹកនោះខ្លាំងមកនឹងខ្លាំងលើគ្នាតាបែកទៅផ្ទះទៅធ្វើអាចារ្យបាត់តែមួយកន្លះថ្ងៃនឹងបារម្ភតែសួរប្តីសម័យនេះវាមានទូរស័ព្ទហើយឲ្យវាឯងហូបបាយហើយនៅហើយមិនទៅអាប៉ុនគេហ្នឹងនេះអាចារ្យសាច់ខ្លួនហ្នឹងមិនទៅបងហើយនងបើអាចារ្យក្មេងអញ្ចឹងគេសួរបងហើយបើចាស់តាឯងមិនអើយទៅប៉ុនគេហ្នឹងមិនដែរម្ចាស់ប៉ុនគេហ្នឹងគេរៀបចំបាយទឹកឲ្យហូបទៅនៅហើយបើថាតាឯងមិនទាន់ហូបបាយទេឆ្លៀតមងូតទឹកហូបបាយតិចទៅខ្ញុំទុកបាយឲ្យបែកគ្នាតែមួយផ្លែតហ្នឹងនឹកបារម្ភគិតពីសុខពីទុក្ខពីបាយពីឈឺពីជានឹងគិតពីគ្នាមានន័យថាសេចក្តីស្រឡាញ់របៀបបរិសុទ្ធនិងស្ត្រីវាលែងមានទេប៉ុន្តែគឺកាន់តែបារម្ភកាន់តែភ័យព្រួយកាន់តែនឹករលឹករកគ្នាបែកគ្នាមិនបានហ្នឹងហើយគេហៅថាសេចក្តីស្រឡាញ់ពិតនោះហ្នឹងហើយមិនដូចតាខ្លះនិយាយតាខ្លះក៏មើលមុខតាយើងហ្នឹងតាខ្លះវ័យកាន់តែចាស់ចិត្តកាន់តែចើកកាលពីនៅក្រស្រឡាញ់ណាស់ប្រពន្ធកូនមិនដែលបែកផ្ទះដល់ទៅពេលមានលុយកដាលយប់ម៉ោង1ម៉ោង2បានចូលផ្ទះមកឃើញហើយអុកញ៉ាឯកឧត្តមទាវខ្លះទេមកអាត្មាទៅញឹកនឹងលោកទាវខ្លះដេកមិនលុកសុំធរអប់រំចិត្តអាត្មាសួរថាម៉េចមានទ្រព្យមានអង្គរៈមានអាងហែលទឹកមានខ្ញុំបំរើស្វែងស្រាមម៉េចដេកមិនលុកលោកគ្រូហើយកណាបើសុំក្រទៅវិញដូចដើមវិញបានកណាសុំបន់ទៅមិនអកក្រដូចសភាពដើមណាប៉ុន្តែក្រហើយបានដូចកាលពីដើមទាំងអស់មានន័យថាកាលពីនៅក្រចេក1 2នាក់នំ1 2នាក់ឥឡូវនេះដាំបាយសល់បាយពេញឆ្នាំងដាំសម្លសល់សម្លពេញឆ្នាំងអាកូនទៅនៅអូស្ត្រាលីបាត់ទៅអាពីពៅនោះតកាហើយទៅនៅកាណាដាទៅអាប្តីនេះម៉ោង1បានចូលផ្ទះហើយមកដល់ផ្ទះមិនដែលសម្ដីពីរោះទៀតបលឹមឡើងឃើញមុខគ្នាដូចយ៉ាក់ឃើញគ្នាហ្នឹងគាត់ថាអញ្ចឹងកណាដូចចង់ទៅក្រវិញដូចគុណហ្នឹងលោកគ្រូធ្វើម៉េចឲ្យបានក្រឲ្យដូចដើមណាចឹងមានន័យថាអាហ្នឹងគេមិនហៅទៅជាសេចក្តីស្រឡាញ់ពិតទេបងប្អូនត្រូវចាំទាំងពីរនាក់ណាសេចក្តីស្រឡាញ់ពិតគឺជាសេចក្តីស្រឡាញ់ដែលអត់មានភាពប្រែប្រួលសេចក្តីស្រឡាញ់ពិតគឺជាសេចក្តីស្រឡាញ់ដែលកើតចេញពីសេចក្តីអាណិតនឹងកើតចេញពីសេចក្តីអាណិតហើយសេចក្តីស្រឡាញ់ពិតមានន័យថារូបកាន់តែចាស់សេចក្តីបារម្ភនឹងការនឹករលឹករកគ្នាកាន់តែទ្វេឡើងអាហ្នឹងហើយជាសេចក្តីស្រឡាញ់ពិត